មិនហើយខ្ញុំគិតថាគេច្បាស់ជាដាក់ស្នេហ៍ប្រើមុនអាគមអូមអាមដាក់លោកវ៉ាធីនហើយអូយលោកស្រីអានាងម្នាក់នេះវាពឹសពុលខ្លាំងណាស់ចាលោកតាញញឹមអីគេតាឃើញពួកចៅមានសេចក្តីសុខតាក៏ទ្រាំមិនត្រេកអរមិនបានដែរអរគុណណាស់ដែលទិញរបស់មកផ្ញើតាប៉ុន្តែបើយកល្អណាបញ្ញាប់រកចៅទួតឲ្យតាឆាប់ទៅបាទខ្ញុំយល់ស្របជាមួយលោកម្ចាស់ណែសំអូបើឯងនិយាយបែបនេះមើលចុះគូប្តីប្រពន្ធគេថ្មីថ្មោងមុខក្រហមអៀនសម្បើមណាស់អេលោកតានិយាយបែបនេះអ្នកណាគេក៏អៀនដែរលោកតាមិននឹងគឺតាមិនអីទេប្រហែលជាមានសេចក្តីសុខជ្រុលពេកវាច្រាលទម្លុះដល់បេះដូងប៉ុន្តែយ៉ាងណាក៏មិនដោយឲ្យតែណាទំនេរឲ្យគេនាំទៅពិនិត្យសុខភាពទៅបាទជុកទៅណាមិញចៅគេហៅខ្លួនឯងថាម៉េចថាគេខ្ញុំសូមឲ្យគេហៅខ្លួនឯងថាអញ្ចឹងលោកតាយល់យ៉ាងម៉េចដែរពីរស់ស្ដាប់ទេគឺល្អបានពីអ្នកឯងយល់ចិត្តគ្នាបែបនេះតាក៏ធូរចិត្តដែរតទៅតានឹងស្លាប់បិទភ្នែកចិត្តហើយលោកតាបាត់អីលោកតាមានភាសាបែបនេះហើយលោកតាប្រាប់ថាចង់នៅប៉ចៃទួតនោះអីលោកតាត្រូវតែនៅមើលថែប៉ចៃទួតសិនហាមទៅណាចោលចៃហើយរបស់វត្តធីនណាបានយល់ព្រមណាសាក់បើមើលទៅ
បានទេគិតសារ៉ាតែបងសន្យាណាថាបងនឹងធ្វើជាប្តីដ៏ល្អហើយព្យាយាមយល់ចិត្តអូនទុកឱកាសឲ្យបងផងฉันไม่รู้จักเรื่องความรักว่าเธอที่គឺប្រាប់ថាគេជាអ្នកណាគេប្រាប់ថាគេឈ្មោះរចើចាជាមិត្តភក្តិចិត្តដិតបំផុតរបស់អូនគេចិត្តដិតនឹងចិត្តដិតបណ្ណាទៅហ៎មែនហើយលោកយាយសារ៉ាជាមិត្តចិត្តដិតរបស់ខ្ញុំគេធ្លាប់ទៅគេងទៅញ៉ាំនៅផ្ទះខ្ញុំរាប់ខែណោះអូស្លាប់ហើយចៅស្រីខ្ញុំនឹងធ្លាប់ទៅគេងទីនៅឯផ្ទះលោករាប់ខែបាទចង់ខ្យល់ចាប់លោកយាយគឺខ្ញុំចង់និយាយថាសារ៉ាគេទៅស្នាក់នៅផ្ទះរបស់ខ្ញុំក្នុងឋានៈជាភ្ញៀវពិសេសនិងមិត្តចិត្តដិតតែប៉ុណ្ណោះឯងហើយចុងពេលនេះសារ៉ាគេនៅណាទេគឺគេទៅនៅផ្ទះស្វាមីគេនឹងណាស្វាមីគាត់ដែរទេតែអ្នកទាំងអស់គ្នានិយាយនេះមានន័យថាសារ៉ារៀបការមែនហើយសារ៉ាគេរៀបការជាមួយនរណាគេតើមានរឿងអីកើតឡើងទៅហេតុអីបានជាសារ៉ាមិនប្រាប់ខ្ញុំហេតុអីទៅណែលោកមិនចាំបាច់ចង់ដឹងទេថាគេរៀបការធ្វើអីរៀបការជាមួយអ្នកណាសម្រាប់ថាខ្លួនលោកផ្ទាល់ណាតទៅហាមពាក់ព័ន្ធជាមួយនឹងចៅកេតព្រោះថាគេរៀបការមានប្តីស្រីហើយយល់ដែរទេប្តីស្រី not single understand អត់ទេខ្ញុំមិនយល់ទេខ្ញុំយល់លុះត្រាតែខ្ញុំបាននិយាយជាមួយសារ៉ាខ្ញុំនៅចាំសារ៉ាទីនេះអើយមើលតែគេមិនព្រមងាយទេម៉ាក់ពិតមែនហើយគេជាមនុស្សម៉ត់ចត់ណាស់អើយតែគេទៅចាគេពិតជាចេះតែបង្ករឿងមែនតែខ្ញុំថាគេចាំមិនបានយូរទេពេលដែលអង្គាតមិនមកគេគង់តែទៅវិញទេមែនហើយបើបានដូចជាអ្នកគ្រូខែនិយាយគឺល្អហើយបើមិនចឹងទេជាវីវ៉ូតែអីគិតស្រាអត់ទេអត់កាត់អីអូនគេចាអូនគេរជើនៅដៃទីហើយមិនក៏ចៅគេដឹងថារជើនៅទីនេះម៉ាក់បញ្ជាក់ថាមុនពេលដែលគេមកគេច្បាស់ជាទីរកគុណកេតមុនហើយណែឆាប់តបទៅគេវិញទៅតបថាម៉េចប្រាប់ថានៅបញ្ជូនឲ្យចាណែបងវ៉ាធីនកំពុងទៅជូនមកផ្ទះហ៎តើមានរឿងអីហ្នឹងហេតុអីក៏អ្នកទាំងអស់គ្នាលន់មកស្មើគ្នាអញ្ចឹងបងវ៉ាធីនណាគេគ្នាដល់ហើយលៀនណាយើងចូលភោជនីយដ្ឋានរកអីញ៉ាំសិនទៅល្អទេតែបងថានៅ10នាទីទៀតទៅដល់ផ្ទះលោកយាយហើយណាចិត្តទេញ៉ាំស្ករគ្រាប់កណ្ដោះមាត់សិនទេ